បាទសួស្តីបងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះដែរខ្ញុំមកបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបបង្កើត account Lazada ដើម្បីទិញទំនិញពីប្រទេសវៀតណាមចឹងជាដំបូងយើងចូលទៅក្នុង Play Store មកដើម្បី download app Lazada បាទបងប្អូន search ពាក្យ Lazada មកបាទនេះគឺ app មួយនេះចឹងបងប្អូនចុច install មករួចធ្វើការបើកមកបាទអញ្ចឹងពេលដែលចូលមកដំបូងនេះគឺវាមានច្រើនប្រទេសឲ្យយើងជ្រើសរើសនៅកន្លែងប្រទេសនេះដែរគឺទំនិញតាមប្រទេសបងប្អូនអញ្ចឹងជាទូទៅយើងធ្វើការទិញទំនិញពីប្រទេសថៃអញ្ចឹងយើងយក Thailand អញ្ចឹងពេលនេះយើងធ្វើការទិញទំនិញពីវៀតណាមយើងយកនៅទង់ជាតិវៀតណាមខាងក្រោមនេះមកបាទអញ្ចឹងចូលមកដល់នេះគឺ load ជាអក្សរវៀតណាមអញ្ចឹងយើងធ្វើការផ្លាស់ប្ដូរភាសាសិនបាទចូលខាងក្រោមនេះមកបាទអញ្ចឹងយើងចូល setting ខាងលើនេះបាទបងប្អូនយកនៅជួរទី3នេះមកបាទយក English នេះមកហើយចុចនៅខាងស្ដាំបាទអញ្ចឹងពេលនេះគឺ load មកជាភាសាអង់គ្លេសវិញហើយអញ្ចឹងដើម្បីដាក់អាសយដ្ឋានបងប្អូនចុចនៅកន្លែង account នេះមកអញ្ចឹងជាដំបូងនេះយើងធ្វើការ login សិនហើយសូមបញ្ជាក់ថាសម្រាប់បងប្អូនដែលមាន Lazada ថៃបងប្អូនគ្រាន់តែចូលនៅកន្លែង setting ហ្នឹងមកនេះបាទកន្លែង country នេះបងប្អូនផ្លាស់ប្ដូរពី Thailand នេះមកវៀតណាមវិញមកគឺធ្វើការភ្ជាប់អាសយដ្ឋានបញ្ជាទិញបានដូចគ្នាបាទសូមបញ្ជាក់ថានៅក្នុង app Lazada តែមួយទេអញ្ចឹងយើងគ្រាន់តែផ្លាស់ប្ដូរនៅប្រទេសមកគឺជាការស្រេចអញ្ចឹងយើង select យកវៀតណាមមកបាទចឹងពេលដែលយើងចូលមកដល់កន្លែងហ្នឹងហើយបងប្អូនធ្វើការ login មកជាមួយនឹង Facebook ក៏បាន Gmail ក៏បានបាទអញ្ចឹងពេលដែលយើង login រួចរាល់ហើយគឺនឹងបាន account Lazada មួយហើយបាទអញ្ចឹងជាបន្តមកទៀតយើងធ្វើការបង្កើតជាមួយនឹងអាសយដ្ឋានអញ្ចឹងបងប្អូនចូលនៅ setting ខាងលើនេះមកបងប្អូនយកពាក្យ address book នេះចុចនៅពាក្យ add address នេះមកបាទអញ្ចឹងនៅខាងលើនេះបងប្អូនត្រូវតែបំពេញឈ្មោះរបស់បងប្អូនអញ្ចឹងជាដំបូងនេះយើងដាក់ SD សិនមកបាទដក clear មួយបងប្អូនដាក់ឈ្មោះរបស់បងប្អូនមកឥឡូវខ្ញុំដាក់ឈ្មោះរបស់ខ្ញុំអូខេហើយបន្តមកទៀតនៅជួរទី2នេះបងប្អូនត្រូវតែដាក់លេខទូរស័ព្ទឃ្លាំងនៅខាងប្រទេសវៀតណាមអត់អាចដាក់លេខទូរស័ព្ទរបស់បងប្អូនបានទេអញ្ចឹងយើងចូលមកដល់បន្ទាប់ចំណុចមួយទៀតបាទបងប្អូនយកខាងលើគេនេះមកបាទនៅចំណុចទី2នេះបងប្អូនត្រូវពិនិត្យមើលឲ្យបានច្បាស់បាទព្រោះខ្លាចមានការច្រឡំគ្នាបាទអញ្ចឹងយើងយកមួយនេះបាទបងប្អូនពិនិត្យមើលអក្សរឲ្យច្បាស់ណាអញ្ចឹងបន្តមកទៀតបងប្អូនយកកន្លែងអក្សរមួយនេះបាទដែលមានអក្សរវែងជាងគេហើយមានចុងកតុយអក្សរ B ហ្នឹងបាទអញ្ចឹងយើងបានប៉ុណ្ណឹងហើយចូលមកចំណុចទី4នេះចំណុចទី4ហ្នឹងបងប្អូនត្រូវតែបំពេញបាទកន្លែងហ្នឹងបងប្អូនអាចទៅ copy នៅក្នុង channel Telegram បានពួកយើងនឹងធ្វើការតម្លាក់ជូនអញ្ចឹងនៅក្នុង channel Telegram ពួកយើងនឹងតម្លាក់ជូនបងប្អូនទាំងគ្នាជាទម្រង់បែបនេះអញ្ចឹងបងប្អូនធ្វើការ copy ទាំងអស់សិនមកបាទបន្តមកទៀតចូលទៅក្នុង note របស់បងប្អូនហើយផាសចូលមកបាទពេលដែលផាសចូលហើយបងប្អូន select copy នៅត្រង់ចំណុចមួយនេះបាទបងប្អូន copy នៅត្រឹមលេខ1នេះមកបាទ copy មកហើយបន្តមកទៀតបងប្អូនយកផាសនៅក្នុង app Lazada ហ្នឹងបាទហើយសូមបញ្ជាក់បងប្អូនថាមុននឹង copy ផាសចូលត្រូវមើលឲ្យបានច្បាស់ឲ្យបានដូចគ្នាណាបងប្អូនបាទអញ្ចឹងបងប្អូនធ្វើការបើកពុម្ពកញ្ចក់មួយមកដាក់ឈ្មោះរបស់បងប្អូនដូចនៅខាងលើនេះSD បន្ទាប់មកដាក់ឈ្មោះរបស់បងប្អូនបន្តមកទៀតបងប្អូនដក clear មួយហើយដាក់សញ្ញាដកមួយមកដាក់លេខទូរស័ព្ទរបស់បងប្អូនចូលអញ្ចឹងខ្ញុំដាក់លេខទូរស័ព្ទរបស់ខ្ញុំចូលហើយខ្ញុំធ្វើការបិទពុម្ពកញ្ចក់មួយវិញបាទហើយត្រង់ចំណុច unit floor នេះគឺបងប្អូនមិនចាំបាច់បំពេញទេហើយកន្លែងនេះបងប្អូនយក home ហើយខាងក្រោមនេះបងប្អូនយក off បាទអញ្ចឹងអាសយដ្ឋានយើងគឺមានតែប៉ុណ្្នឹងទេហើយពេលដែលបងប្អូនធ្វើការបញ្ចូលអាសយដ្ឋានហើយបងប្អូនធ្វើការ screenshot នៅត្រង់ចំណុចហ្នឹងមួយហើយផ្ញើមកកាន់ពួកយើងដើម្បីឲ្យខាងក្រុមការងារគាត់ឆែកជូនថាមានខុសឬក៏អត់អញ្ចឹងពេលដែលបំពេញនៅត្រង់ចំណុចនេះរួចរាល់ហើយបងប្អូនចុចពាក្យថា save ខាងក្រោមនេះមកអញ្ចឹងនេះជាអាសយដ្ឋានដែលយើងបានបំពេញមុនហ្នឹងបាទអញ្ចឹងការភ្ជាប់អាសយដ្ឋាននៅក្នុងប្រទេសវៀតណាមគឺមានតែប៉ុណ្្នឹងទេពេលដែលបងប្អូនធ្វើការបញ្ជាទិញបងប្អូនគ្រាន់តែភ្ជាប់ជាមួយនឹង Visa Card គឺជាការស្រេចអញ្ចឹងរបៀបភ្ជាប់ Visa Card គ្រាន់តែបងប្អូនជ្រើសរើសនៅមុខទំនិញណាមួយដែលបងប្អូនចង់ទិញបន្តមកទៀតបងប្អូនចុចពាក្យ Buy Now នេះមកបាទបងប្អូនរើសមើល model មួយណាដែលបងប្អូនស្រឡាញ់ហើយចង់ទិញបាទពីព្រោះហាងមួយមានទំនិញផ្សេងពីគ្នាអញ្ចឹងណាមាន model ដែលយើងជ្រើសរើសបាទបងប្អូនជ្រើសរើសមើលប្រយ័ត្នច្រឡំបាទអញ្ចឹងយើងរើសរួចហើយចុចពាក្យ Buy Now ហ្នឹងមកចូលមកគឺដល់ចំណុចនេះបងប្អូន scroll តិចមកបាទយកពាក្យ View All Method ហ្នឹងមក
បាទអញ្ចឹងកន្លែងនេះបងប្អូនយកពាក្យថា credit and debit card នេះបងប្អូនចុចកន្លែងហ្នឹងមកបំពេញ Visa card ABA របស់បងប្អូនចូលនៅត្រង់ចំណុចនេះហើយចុច confirm នៅខាងក្រោមនេះមកជាការស្រេចអញ្ចឹងពេលដែលបងប្អូនភ្ជាប់ Visa card រួចរាល់ហើយគឺនឹងចេញចំណុចបែបនេះចេញលេខ Visa card របស់បងប្អូនហើយមានជាមួយនឹងវងពណ៌ខៀវបែបនេះបាទអញ្ចឹងពេលដែលបងប្អូនឃើញថាចំណុចពណ៌ខៀវមូលនេះនៅលើ Visa card របស់យើងហើយយើងចុច please order នេះហើយគឺការបញ្ជាទិញរបស់បងប្អូនគឺបានជោគជ័យហើយអញ្ចឹងការភ្ជាប់អាស័យដ្ឋាននិងការដាក់ Visa card នៅក្នុង Lazada វៀតណាមគឺមានតែប៉ុណ្្នឹងទេសូមអរគុណបងប្អូនសម្រាប់ការទស្សនា